ជំរាបសួរប្រិយមិត្តទាំងអស់គ្នាជួបខ្ញុំជាមួយប្រធានបទ Sabic ប្រធានបទថ្ងៃនេះគឺខ្ញុំលើកយកពីរបៀប add Unify ចូលមកក្នុង Sabic server របស់យើងអញ្ចឹងកុំឲ្យខាតពេលយើងចូលទៅធ្វើទាំងអស់គ្នាទី1យើងត្រូវចូលមកក្នុង Unify របស់យើង controller ដើម្បីមក enable protocol SNMP អូខេអញ្ចឹងយើងចូលមកក្នុង setting ចូលមក cyber secure ចូលមក traffic login ចូលមក enable provision P monitoring យើង test version 1 version 2 បានហើយ version 3ចាំយើង test ឲ្យមើលទៅតាមក្រោយទៀតអូខេយើងដាក់ community string នេះយើងដាក់ public ហ្នឹងទៅយើង apply បាត់ enable ប៉ុណ្ណឹងមិនទាន់អស់ទេយើងត្រូវចូលមក enable លើ device យើងទៀតចូល device របស់យើងចូល setting របស់ device enable SNMP ហើយយើងនេះវាឲ្យដាក់អត់ដាក់វាឲ្យទេ location យើងដាក់ទៅ office តែដាក់ទៅហើយ apply change មកអញ្ចឹងតែប៉ុណ្ណឹងយើង enable នៅលើ Unify របស់យើងរួចរាល់ហើយអញ្ចឹងយើងចូលមកក្នុង Sabic របស់យើងត្រូវចូលមកក្នុង server អត់ឆ្លើយចូលមកក្នុង data collection host យើង create host មួយចឹងឡើយនេះយើងត្រូវដាក់ឈ្មោះរបស់ host របស់យើងខ្ញុំដាក់ Unify AP អូខេ group host ខ្ញុំជ្រើសរើសយកអូអត់មាន value ចឹងខ្ញុំដាក់ចូលក្នុង group user សិនទៅហើយកន្លែងដែលសំខាន់ template យើងត្រូវតែ select អញ្ចឹងវាអត់ដើរទេត្រូវ select ឲ្យត្រូវ template របស់យើងត្រូវមើល Unify មានអត់អូខេនេះយើងនេះឃើញណាកន្លែង Ubiquiti Air OS by SNMP មាន template របស់វា select មក stop មកយើងត្រូវ add interface យើង add តាម SNMP ដាក់ IP របស់ Unify យើងចូលនេះយើងដាក់ public តើមកយើង add ចឹងយើង add ហ្នឹងយើងមើល availability នេះវាមិនទាន់ដើរទេយើង refresh អូខេដើរបាត់ហើយណា queue នឹងងឹតអញ្ចឹងយើងតែកាញ់ queue ហ្នឹងយើងដើរយើង add ដើរអញ្ចឹង add ដើរយើងអាចចូលមើល data ក្នុងហ្នឹងយើងអាចចូលមើលកន្លែង monitoring host អញ្ចឹងនេះ Unify របស់យើងមើលកន្លែង last test data ដែលវាបានប្រមូលមកពី Unify ព័ត៌មានដែលយើងអាច monitor បានមានអីខ្លះអញ្ចឹងនៅខាងលើនេះយើងអាចមើលតាមប្រភេទឧទាហរណ៍ថាយើង select កន្លែង component ចុច CPU អញ្ចឹងវាសូទៅជា CPU យើងមើលឯង CPU ប្រភេទអីគេវាសូបែបណាយើងមើលទៅនេះ last check 10ទីមុន 0.15 អានឹងយើងត្រូវទីជម្រៅទីអានេះវាមានន័យថាម៉េចអញ្ចឹងណា load average ទាំងអស់ហ្នឹងយើងចង់មើល health ចុច health មកយើងឃើញវាកំពុងតែ app ចឹងមក service SNMP agent availability នេះវាដំណើរការយើងមកមើល memory ទៀតមកអូខេ memory សរុបប៉ុណ្ណេះប្រើអស់ប៉ុណ្ណេះភាគរយអូខេយើងមើល network របស់យើង app ធម្មតាទេ port របស់ Unify របស់យើងមកមើល system នេះ root at local host system describe location នេះ model អូខេវាសូស្តៀងតែ replay ដែរទេយើងអាចមើល interface Wi-Fi IP1 IP2 Wi-Fi 1 Wi-Fi IP ចឹងទៅចឹងព័ត៌មានពេលមានបញ្ហាអីវានឹងសូមកតាមហ្នឹងឯងអូខេយើងអាចមើលបន្ថែមទៅចង់មើលព័ត៌មានអីខ្លះទៅមួយ Unify មើលទៅហើយយើងអាច add ចូលមកក្នុង map របស់យើងមកពួក map យើងមាន Unify ទី1យើង edit map យើងតិចទៅ edit map ហើយយើងចូលមក Unify យើងត្រូវដូរ type ទៅជា host វិញមកទឹកមកយើង select host select គ្រប់ឲ្យត្រូវគ្រប់ user យើងមាន Unify អូខេ Unify select មក apply close update map យើងតិចទៅអូខេ មើល dashboard
ok giờ lấy ban monitor unify dân một tí này nhé là unify ok unify với app thòng mà là thế mình phải nhà thế ok còn miễn đây còn là đẹp thế Windows bao nhiêu nè vì automatic update sẽ bị bảo Google Chrome là quyền lớn mà lại UPnT Unify bây giờ 2 R2 R cái trong mới đó problem R2 2 cái này 2 R red brown mình ta biết brown lực phải sắp tới rồi bị đã R warning dừng cái anh mới bắn ấy còn là warning cái món tự down sẵn down trong trường chỗ tới check nghe về lời mà phép ạ ok cho người nắng miền tập phần nắng Unify để cho anh mình đây thế em có chụp nhầm đi cho cái nào